Vừa thay thế tu tới còn là nhắm rồi đó mình nghe đi chắp chia cho mỗi kia. Vâng. Tại bây giờ nhắm tập bớt vì đi ông nhân đôi chết chắc đi mẹ đi thay bài tập bè lúc kia không mà đá đi form mà chết đi ai form mà chết mau ឡែកណាបងប្អូននេះគឺជាចំណេះដឹងថ្មីមួយទៀតហើយដែលសម្រាប់ខ្ញុំផ្ទាល់ណាព្រោះខាងខ្ញុំស្រុកខ្ញុំភូមិខ្ញុំហ្នឹងគេមិនដែលណាញ៉ាំពោតជាមួយនឹងឆៃប៉ូវចឹងទេហើយតាំងពីតូចដឹងក្តីមកគឺអត់ដែលជួបតែម្ដងហើយនៅពេលដែលយើងធ្វើដំណើរមកពីស្រុកហើយមកឡើងមកភ្នំពេញរៀនវិញឃើញគេលក់ពោតហោហែណាចូលពីស្ពានព្រៃក្តារមកក៏ចូលឈៀងរសាមេឃហ្នឹងវារលឹមតិចៗផងក៏ចូលថាសម្រាប់ផងហើយក៏ទិញពោតញ៉ាំត្រកកាពះខ្លះទៅហើយដល់ពេលចូលមកគាត់លក់ពោតហ្នឹងដាក់ថែមឲ្យឆៃប៉ូវយើងណាដែលឲ្យយើងញ៉ាំជាមួយនឹងពោតហ្នឹងហើយក៏សាក់ញ៉ាំទៅណាទាំងអស់គ្នារសជាតិវាប្លែកម្យ៉ាងពីដែលយើងញ៉ាំតែពោតទទេណាពីព្រោះកាលណាតែយើងញ៉ាំពោតទទេរសជាតិផ្អែមដែលធម្មជាតិពីពោតហ្នឹងក៏វាមិនសូវឆ្ងាញ់អីណាស់ដែរក៏ប៉ុន្តែនៅពេលដែលយើងញ៉ាំពោតជាមួយនឹងឆៃប៉ូវបែបនេះទៅណាវាធ្វើឲ្យពោតរបស់យើងហ្នឹងក៏បន្ថែមរសជាតិថែមមួយកម្រិតទៀតផងដែរខ្ញុំនេះនៅពេលដែលញ៉ាំហើយរសជាតិវាប្លែកម្យ៉ាងអញ្ចឹងក៏យកលុយទៅឲ្យគាត់ហ្នឹងក៏សាកសួរព័ត៌មានពីគាត់ថាគាត់ហ្នឹងបានរូបមន្តពោតញ៉ាំមួយឆៃប៉ូវហ្នឹងមកពីណាមកហើយគាត់ហ្នឹងក៏កវីក្បាលថាគាត់អត់ដឹងដែរហ្នឹងព្រោះអីគាត់លក់ចេះច្រើនឆ្នាំហើយលក់តែអញ្ចឹងឯងខ្ញុំនេះដល់ភ្ញាក់ហើយមិនជាខាងខ្ញុំហ្នឹងក៏មិនដែលមានញ៉ាំពោតជាមួយនឹងឆៃប៉ូវអញ្ចឹងហើយគាត់ថាតាមស្រុកតាមតំបន់គេទេអ្នកខ្លះក៏ចិត្តនៅចូលចិត្តបែបហ្នឹងអញ្ចឹងទៅហើយអ្នកខ្លះក៏គាត់មិនចូលចិត្តដែរហើយអ្នកខ្លះវិញក៏ឆៃប៉ូវគឺគាត់អត់ញ៉ាំតែម្ដងពីព្រោះគាត់ថានៅពេលដែលញ៉ាំតែពោតទេណាអត់មានឆៃប៉ូវដូចញ៉ាំបាយអត់មានម្ហូបអញ្ចឹងឯងហើយកន្លែងគាត់នេះផងដែរអ្នកទាំងអស់គ្នាគឺមានទេសភាពឲ្យយើងលំហែសម្រាកនៅពេលដែលយើងធ្វើដំណើរអស់កម្លាំងអីចឹងយើងអាចអង្គុយញ៉ាំពោតជាមួយក៏ញ៉ាំភេសជ្ជៈផ្សេងរបស់គាត់ក៏មានដែរចំពោះរឹងចំពោះកញ្ចុះរបស់គាត់នេះក៏គាត់អត់មានគិតថ្លៃអីដែរសម្រាប់យើងចូលទៅសម្រាកចូលទៅលំហែហើយគេថារបស់ free មិនតែល្អទេហើយរបស់ល្អក៏មិនតែ free ដែរក៏ប៉ុន្តែខ្ញុំនេះគឺល្អណាស់របស់ free នេះពីព្រោះអីគឺអត់លុយដាច់លុយខ្លាំងហើយអញ្ចឹងហើយវិចឆៃប៉ូវដែលគាត់បន្ថែមមកជាមួយនឹងពោតដែលយើងទិញហ្នឹងនៅសល់ញ៉ាំជាមួយពោតមិនអស់ក៏ដាក់ដល់ផ្ទះហ្នឹងក៏នឹកឃើញបបរសហ្នឹងឯងគឺត្រូវគ្នាណាចាប់ជាតិជាមួយនឹងឆៃប៉ូវក៏ខ្លាំងដែរបបរសយ៉ាងនេះហើយក្នុងកំឡុងពេលដែលខ្ញុំធ្វើដំណើរមកនោះគឺខ្ញុំបានសាកសួររៀនសូត្រអំពីអ្នកលក់អំពីអ្នករួមដំណើរផ្សេងផងដែរយើងត្រូវចាំថាមេរៀនអំពីមនុស្សជុំវិញខ្លួនរបស់យើងគឺច្រើនឲ្យតែយើងចង់ចេះចង់ដឹងយើងអាចសួរគាត់ទៅទោះមិនបានទទួលបានចំណេះដឹង 100% ក៏យើងអាចថាដឹងខ្លះឆ្ងល់ខ្លះក៏វាមិនអីដែរថ្ងៃក្រោយចាំយើងដឹងបន្ថែមទៀតហើយនៅពេលខ្ញុំធ្វើដំណើរហ្នឹងក៏ជួបប្រទះជាមួយនឹងអ៊ំម្នាក់ហ្នឹងថាអ៊ំមកពីណាហើយគាត់ម៉ូតូកាត់អីគាត់ថាម៉ូតូអស់សាំងហើយខ្ញុំថាអ៊ំឡើងជិះមកអញ្ចឹងខ្ញុំជួយរុញហើយចំពោះការធ្វើអំពើល្អបែបនេះគឺខ្ញុំដែរផតមិនដែលផុសអីទេពីមុនមកក៏ប៉ុន្តែខ្ញុំគិតថាសកម្មភាពល្អបែបនេះគួរតែផ្សព្វផ្សាយឬមួយក៏បង្ហាញឲ្យកាន់តែច្រើនទៅដើម្បីឲ្យចេះជួយគ្នាចេះអធ្យាស្រ័យដល់គ្នាទៅវិញទៅមកក្នុងការរស់នៅ